ខ្ញុំទាំងអស់គ្នាសូមលំអរកាយគោរពនឹងជម្រាបសួរពុកម៉ែពូមីងបងប្អូនទាំងអស់ដែលជាfan ជា fan ណាបងចា fan ហ្នឹងប្រែថាអីដែរកងហាចារបស់កម្មវិធីផ្ទះលោកតាចាសូមស្វាគមន៍មកកាន់កម្មវិធីផ្ទះលោកតារបស់ស្ថានីយ៍ទូរទស្សន៍ CTN ខ្ញុំបាទឌូសុគាចានេះខ្ញុំថតលក្ខណៈចានេះខ្ញុំកែនីសាខ្ញុំបាទ BAG គឺជាភ្នាក់ងារចម្លងការសប្បាយរីករាយទៅដល់គេដ្ឋានរបស់លោកអ្នកតាមរយៈកញ្ចក់ទូរទស្សន៍ CTN កម្មវិធីផ្ទះលោកតាក្រៅពីនោះក៏មានបងប្អូនដែលជាសហការីមានក្រុមតន្ត្រីខាងបុរាណសម័យបងខាងកាមេរ៉ាបងខាងបច្ចេកទេសខាងសំឡេងឬក៏ខាងការីពន្លឺឬក៏ខាងសម្រាំងរូបភាពនិងអ្នកកាត់តព្រមទាំងអ្នកបញ្ជាម៉ាស៊ីនផ្សាយនិងអង្តែនបងប្អូនអ្នកបើកទូរទស្សន៍អ្នកកាន់តេឡេជាទីគោរពដ៏ខ្ពង់ខ្ពស់រដូវកាលនេះគឺជារដូវភ្លៀងបាទដូច្នេះសូមបងប្អូនប្រយ័ត្នភ្លើងអញ្ចឹងហ៎រដូវភ្លៀងមែនទេយើងនាំគ្នាថែសម្អាតផ្ទះសម្បែងបងឲ្យមានពន្លឺចូលដើម្បីកុំព្រោះថាជាជំរកនៅពេលណាឧបករណ៍មួយដកទឹកភ្លៀងជាជំរកនៅមុខពងហើយបាទអញ្ចឹងយើងការពារយកបោះសម្អាតមុខពងកន្លែងណាខ្លះទឹកដក់ធ្លុកចំនឹះយើងលោកតាវីទ័រកំពុងតែទស្សនាតាមគេដ្ឋានដូចថាត្រូវចិត្តខ្លាំងណានេះលោកតាវីទ័រឥឡូវទស្សនាតាមគេដ្ឋានបងគាត់ដើរទៅទីអត់ទេនៅឯគេដ្ឋានបាទហើយ verb of place ឲ្យស្រួលតែគេនៅតាមហ្នឹងអូដើរគ្រប់កន្លែងហ្នឹងតាមខុសគ្នាណា verb of place ណាគេហៅថាគុណកិរិយា5ទីតាំងណាចឹងហ៎ចាខ្ញុំnóiនិយាយដល់ទៀតចាលោកតាវីទ័រកំពុងតែទស្សនានៅឯគេដ្ឋានចាអរគុណដែលបានកែតម្រូវចាបាទខ្ញុំអញ្ចឹងខ្លួនឯងរលវត្ថុដែរប៉ុន្តែដល់ធ្វើនិយាយខុសខ្ញុំធ្វើអីខ្ញុំទៀតចាឥឡូវយើងស្លេះពងតំណឹងសិនណាស្អីគេស្លេះគេអាពងអូខេខ្ញុំភ្លេចតទៀតអញ្ចឹងវគ្គនេះយកជួបមន្តរាកិត្តិយសតែមុននឹងជួបសូមអនុញ្ញាតអរគុណអ្នកដែលបានចូលរួមឧបត្ថម្ភគឺបាកាភេសជ្ជៈបើកម្លាំងលេខ1នៅប្រទេសកូរ៉េសំពីយិនសិននិងសារធាតុជាច្រើនសម្រាប់ជំនួយរាងកាយនិងខួរក្បាលធ្វើឲ្យរាងកាយមាំមួនកម្លាំងខ្លាំងក្លានិងបង្កើនការចងចាំបាកាជំនួយស្មារតីក្នុងការបើកបរបំបត្តិអាការៈឈឺក្បាលបំបត្តិភាពនឿយហត់និងភាពអស់កម្លាំងបាកាបន្សាបជាតិស្រវឹងជួយសម្រួលចង្វាក់បេះដូងនិងជួយការពារប្រព័ន្ធកោសិកាថ្លើមលោកអ្នកដែលមានបញ្ហាជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានជាមួយនឹងបាកា Sugar Free ដែលគ្មានសារធាតុស្ករ 100% បាកាលើសពីភេសជ្ជៈបើកម្លាំងស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិបាទតារាកតយុយើងរៀបខ្លួនរួចស្រេចហើយក្នុងនោះមានបរិសម្នាក់និងស្ត្រីម្នាក់ដែលខ្ញុំឃើញឈ្មោះនៅក្នុងនេះគឺបាទច្រៀងរួមគ្នាតែម្ដងគឺបទសបាយចង្វាក់ឆាមានចំណងជើងថាវិមានស្នេហ៍ដែលបកស្រាយឡើងវិញដោយលោកខេនសួស្ដីសេរីអាពាហ៍ពិពាហ៍សួស្ដីអត់ទេអត់ច្រឡំឈ្មោះវែងម្លេះកាត់តសក់ការគេរដងតែសួស្ដីសេរីអាពាហ៍ពិពាហ៍មង្គលការមេបាតូចធំម្ដងលើច្បងផងទាំងឡាយអញ្ចឹងណាលោកខេនសួស្ដីនិងកញ្ញាផនសុផារីបាទដូច្នេះសូមអញ្ជើញទស្សនានិងរាំកំសាន្តតាមគេហដ្ឋានទាំងអស់គ្នាផងដែរបាទស្រឡាញ់តែអូនមួយអូនកុំព្រួយថាដល់ដៃមានស្នេហាយើងខ្មៅថ្មីលូឈុនខ្សែមិនភ្លេចស្ដីឡើយណាអូននឹងលឺសំដីអស់សង្ស័យថាបងប្រែសាវ៉ាមេសាឡាប្រែផ្លែរាស្មីថ្លាក្ដីស្នេហាបងរីសត្វរាប់ពាន់ឆ្នាំបងស្នេហ៍តែអូនទីអូននេះហាដល់បងសងខឹមអូនស្នេហ៍តែបងគឺបងនេះហើយដែលអូនញញឹមសងខឹមថាបាញ់ពីក្ដីសើមកបងចោលអូនណាបងពីស្អីអូនកុំភ័យបងរាបរអូនណាមកមិនដូចពីបងអូននឹងបងសងជួបគ្នាព្រមជាតិអើយអូននឹងបងសងជួបគ្នាព្រមជាតិអើបាទជម្រាបសួរចាស្នេហាបែបតិចណាអត្តន័យបាទ
ណែលោកសួស្ដីនេះស្មានអាស្រីស្ដាប់ឈ្មោះ ស្មានថាស្រីបងបើហៅថាលោកហើយឯហ្នឹង ហេប៉ុន្តែដាប់លឺសូគេថាតារាក្រយុទ្ធហ្នឹងថ្ងៃណាចូលរួមខ្លះសួស្ដីហើយនឹងផារីហាយកស្រីមកទាំងពីរហ្នឹងខ្ញុំថ្មណាខាត់សួស្ដីបងប្អូនខាត់សុខីមណោះ អូចា ចា ឈ្មោះព្រោះដែរសួស្ដីណាប្រហែលជាកើតម៉ោងប្រហែលពេលណាដែរបានដាក់ឈ្មោះអញ្ចឹងហើយក៏ម៉ាក់ប៉ា ពេលព្រលឹមមិនទៅ កើតពេលព្រលឹមហ្មង ចឹងមិនសួស្ដី បើអញ្ចឹងគួរដាក់អរុនសួស្ដី បាទធ្វើម៉េចលោកតាគាត់ទៅកោខេនអញ្ចឹងបង អូខេនប្រែថាកំប៉ុង ហេលោកអង់គ្លេសអើយ អូ ឈ្មោះខ្មែរសោះហ្នឹង ខ្មែរចុះខេនបែរតែម៉េច ចា ខេន អត់ដឹងហ៎តើសួរគាត់វិញអត្តន័យ ប្រែថាម៉េច អូបងភ្លេចថាខែនឹងអាច អាចក៏អង់គ្លេសតែសេដូចគ្នាតែប៉ុន្តែ បើ គាត់ សិន មួយ ជាយើងបូកយកពាក្យអង់គ្លេសបូកជាមួយខ្មែរខេននឹងអាចសួស្ដីចឹងបានន័យថាសួស្ដីវានៅប្រហែលនៅអាចដែរ អាចឲ្យច្បាស់ សួស្ដី អាចឲ្យច្បាស់អាចកុំឲ្យវាវែង អី ណា គេអូននិយាយត្រូវតែអូននិយាយម្ដងទៀតមើលខែនអាច ហ្នឹងហើយ ចា អាចសួស្ដីអញ្ចឹងបានន័យថាអាចហ្នឹងគឺវាមិនប្រកាសថាអាចទេ ខេនអាចសួស្ដីអាចដើរសួស្ដី ចាឥឡូវសើអញ្ចឹងគាត់ បាទសូមជួយទៅកាន់កន្លែង សិនទៅណោះចាសូមអញ្ជើញ អរគុណនិយាយលេងទេលោកសួស្ដីហើយនឹងបងអូនផារីយើងធ្លាប់ស្គាល់ហើយគឺជាកូនស្រីបង្កើតរបស់អ្នកស្រីសុភីអញ្ចឹងណា ភីសកុនធី ភីសគុណបងគុណធីតកូលគាត់មិនមែនមកភី សួងសកុនធី សួងសគុណធីឯបងភីនោះផន ផនភី ភីហើយដល់ពេលបងអូនឯងផនសុផារី ចា ចា អូចឹងបានភីផងបានរីផងបានធីផងភីផង ច្រើនណាស់ឈ្មោះចុះចិត្តដាក់ស្អីទាំងអស់ណាស្អីឈ្មោះស្អីណែ ចា បងមួយទៀតឈ្មោះអី រាំងសី រាំងសីហើយបងអូនមួយទៀត ធីរា អូមានស្អីទៀត តែស្អីទៀត ដល់បន្ទាប់ចុងក្រោយគេវត្តៃ ស្អីទៀតបងអូនឲ្យនៅស្រុកណា តកែវ ស្រុកអី បាទី ស្អីទៀត ហើយឥឡូវនេះអង្គុយលើកៅ កៅអីទៀតហើយមកដៃគូមើលនៅគេថ្ងៃហ្នឹង ខេនសួស្ដី ស្អីទៀត ហើយខ្ញុំនឹងភេទស្រី ភេទស្រីហ្នឹង ហើយមកလို့ស្លៀកខ្លាញ់ទៀត ស្អីទៀត អើយបង ចប់មក តែមិនទៀតតែមិនទៀត ហើយក្នុងខ្លួននោះមានអីទៀត អីគេ ចង់មាន សាច់សខ្ចី សោកជ័យ ចៃស្អីទៀត អូបងភ្លេងអង្គុយលើកអីហើយលោកគ្រូ អីខ្ញុំនេះខ្មៅដូចកបីទៀតអាប់ខ្លួនឯងទៅឲ្យជួនស្រីទាំងអស់បណ្ដោយ ជួនល្អមែនហ្នឹង ហើយចង់ឲ្យចូលចិត្តហូបម្ហូបអីសាច់មកសាច់ ចូល ទាំង ចិត្ត អស់ ត្រី ស្អីទៀត ស្អីទៀត ចូលចិត្តត្រីជាមួយស្វាយខ្ចី ស្អីទៀត ហើយថ្ងៃក្រោយចង់បានអីដែរ ចង់បានប្តី អីទៅស្អី ហើយពេលជួបខ្មោចម្ដងមានអារម្មណ៍មិនដែរ អាហ្នឹងអត់មានស្អីទេ នេះអ្នកសួរនេះចាប់ផ្ដើមអត់ brand ណាឯងសួរមួយថ្ងៃស្អីទាំងអស់ឯងលូកប្រមាណទៅអត់ brand បណ្ដោយអីបានភ័យដែរ ភ័យស្អីអស់ brand លីង អស់ brand លីង អូយបាក់មុខហ៎ មានខ្យល់មាននេះហើយមានប្រេងខ្យល់ហើយដូចមកចំនួននេះមកងឹត ពូ ងឹតមុខមក ពូហើពេញខ្យល់ពូកើតអី អត់ទេគេអាហ្នឹងស្អីទៀតហើយ ស្អីទៀត មិនលឺសូអាគេស្អីមិញនេះអាភ័យមិញនេះឃើញខ្មោចលងពងអីគេពងឡើងចុះអាស័យអីបានអញ្ចឹងណែសាច់ជ្រូកបើយកឆាមួយអីឆ្ងាញ់ ថាមួយខ្ញី ស្អីអានេះបានគេសួរទៅចំឯងនេះខ្មោចលងមកយកភ័យអត់មាន បងសុគាចង់និយាយថាបងឯងសួរនេះមាន brand មាន brand មាន brand ហ្នឹងហើយអ្នកខ្លះសួរអត់មាន brand លីង ទៀត អូអីស្គរគេថាអង្គុយចិត្តនីសាអូយអត់ brand ទៀត អូស្អីស្អី អូមាន brand វិញជីស្អីទៀត អូចា ហើយញ៉េចបាច់បានគាត់ធាត់ចឹងឯង BG មិនបានគាត់ធាត់ចឹងមូលហេតុ គូ អី លេងថាដូចកបី មូលហេតុអីនេះមូលហេតុអីបានគាត់ធាត់ គាត់មានស្រីហ៎ នេះគាត់ធាត់ដោយសារអី អត់ដឹង មូលហេតុអីគាត់បានគាត់ធាត់
ខ្ញុំ អើយនិយាយពាក្យហ្នឹងខ្ញុំមិនហ៊ាននិ បង យាយ ពីអាជី គាត់ប្រកែអី មកពីតូចគាត់ចូលចិត្តដំរី ដែរ អញ្ចឹងគាត់ស្រឡាញ់មៀតធំអញ្ចឹងគាត់ហូបឲ្យច្រើនគាត់ឆ្នៃ វាអត់សូវមាន brand ហ្មង មែនទេបើសិនខ្ញុំយល់ពាក្យពូនិយាយប៉ុន្តែខ្ញុំមិនហ៊ាននិយាយឲ្យត្រូវនឹងស្អីហ្នឹងណា បាទ ពូពីអាជីគាត់ថតដោយសារគាត់ប៉ិនឆៃឬក៏ប៉ិនស៊ីវាមានស្អីហ្នឹង តិចទៅថាស្អីនឹងឆៃក៏បានស៊ីក៏បានមានស្អីទាំងពីរតែបើថាហ៊ានថាច្រាស់ច្រំឯទីហោះណាសុំទោសណាអានឹងអត់ស្អីអត់ brand ទេ អ្នកកំពុងទៅតានេះvậyទៀតតទៀតបងមាន brand បងអើយមាន brand បង នេះតមួយថ្ងៃឡងដាក់មួយអាមាន brand មើល អត់ឲ្យខ្ញុំលេងដាក់ឯងខ្ញុំអត់សិតដាក់ឯង នេះលេងទៅដាក់អត់សិនដាក់ញ៉ៃយោ អត់ឲ្យអស់ ថាម៉ាត់ឲ្យបែកស្លុយអស់ brand លី សេបារីមករយៈនេះរវល់ការងារច្រើនទេដូចជាបាត់មុខហ៎ ចាមករយៈនេះគឺរវល់ការងារច្រើនបងដូចជាមាន affair ខាងក្រៅអញ្ចឹងហើយកាត់សក់អីអញ្ចឹងហ៎បង ជាងកាត់សក់អត់ តែកាត់សក់ភ្លេងខ្មែរប្រពៃណី ចាចិត្តហ្នឹងហើយបងដឹងហើយចង់និយាយថាចេះជាងកាត់សក់ទៀត ចាខ្ញុំមិនអញថាខ្ញុំជាជាងកាត់សក់ អីឆ្លើយទៅទុកអត់ brand អត់ទេខ្ញុំរក្សា brand ហ្នឹងអត់អីទេ អត់ទេ មាន brand នឹងពីរវិញហើយមានហើយតោះសួរទៀតមានហើយមាន ចាអញ្ចឹងមករយៈនេះរវល់ជាមួយនឹងការងារខាងក្រៅជាមួយនឹងអ្នកម៉ាក់លោកប៉ាណោះ ចាបង ចាហើយចុះលោកសួស្ដីវិញ បាទដូចគ្នាក៏ពិតទៅខ្ញុំនៅក្រុមជាមួយគាត់រាល់ថ្ងៃនេះយើងច្រៀងប្រចាំក្រុមគាត់អញ្ចឹងពេលដែលគាត់រវល់គឺរវល់ដូចគ្នាក៏ប៉ុន្តែដកតែមួយចេញទេខ្ញុំអត់សំដែង account ទេប៉ុន្តែគាត់នឹងរវល់ខ្លាំងមែនទែនគឺទៅ account ចាប់ពីប្រពៃណីទៅគាត់ទៅ account មួយម៉ាក់ទៀត ឆ្លើយនឹងអត់តាន់គ្រប់ brand នេះថាឲ្យតែគាត់រវល់ខ្ញុំរវល់ដូចគាត់ដែរចាពេលគេដកឃ្លាទៅអីនេះហូបអី អីគេបងដកឃ្លាអីគេ មីហូបកាទៀវអីយើងហូប យកទៅជួនកាលបើសិនជាខ្ញុំទៅហូបខាងក្រៅហ្នឹងហៅគាត់ទៅរហូតដែរហ្នឹងនិយាយរុំសឹងទៅដើរគ្រប់ជំហានទាំងអស់ដើរជាមួយគាត់រវល់ដូចបងប្រុសអញ្ចឹងដើរទៅណាមួយគ្នារហូត ដែរទេ ដែរមិន ចាក់ការងារចាក់កលឹះអីនោះ ចាក់លឿនអីគេ ដូចថាការងារយើងដាក់ទ្វារដាក់អីដាក់កលឹះឲ្យគេហ្នឹងយើងទៅធ្វើទាំងអស់គ្នាដែរ បាទជួយ លឿនហើយ លើហើយ អូសួរអត់ brand ទៀតណា ពីតែខ្លួនឯងភ្លាមសួរអត់ brand ចឹង គូគេបានសងសិនណាតើឥឡូវចែកគូគ្នាមើលឥឡូវបងអូនស្រីផារីតមាន brand ព្រោះថាអ្នកទាំងពីរធ្លាប់ជាដៃគូនឹងគ្នាដោយឡែកវគ្គនេះយើងត្រូវតែប្រគល់ប្រជែងអ្នកទាំងពីរត្រូវតែជ្រើសរើសក្នុងមួយអ្នកជ្រើសរើសសមាជិក2អ្នកបានក្នុងចំណោម ធម្មតាតាមខ្ញុំដឹងផារីគេតកែបាទគេថៅកែណាបើចាស់គេថាសែបអកកេះណាឬក៏សែបលខោនគេតកែបើកលខោនបើកអកកេះហើយគ្នាខាងនេះគេច្រៀងទៅចឹងកូនចៅប៉ុន្តែនៅកម្មវិធីនេះឯងលើកមកគ្រាសិនកុំគិតរឿងមេរឿងកូនចៅណាអូនណាគឺយ៉ាងធ្វើយ៉ាងម៉េចធ្វើឲ្យមេយើងបាក់មុខគឺជាឱកាសដែលសងសឹករាល់ដងគេស្ដីឲ្យយើងយ៉ាងណាយើងលេងមកក្បាច់ហ្នឹងឲ្យមកក្បាច់ហ្នឹងថាមកអស់ brand ហ្មង សម្រាប់ឲ្យខ្ញុំរើសជាក្រុមមកចាស់ជា2ក្រុមចឹងហីបងឥឡូវខ្ញុំសុំរើសមុនណាបងណាប្រហែលពីស្រីមុនណា អូខេ ហើយខ្ញុំសុំរើសយកបងនីសាហើយនឹងបងលក្ខណា អូ ចា មាន brand មាន brand ណាពួកអ្នកអត់ brand ពួកអ្នកអត់ brand មកអង្គុយនេះពួកគេអ្នកអត់ brand មកអង្គុយនេះហ៎មាន brand អ្នកមាន brand អូយទៅហើយ អើយចាំបាប្អូនខ្ញុំលោកអើយលោកអស់ស្លូតត្រឹមគ្នាហើយបងឯងចូលចិត្តតែបង្អាប់ប្អូន អាប់អីអានឹងដូចថាយើងអន់គេជន់ចឹងហើយ បាទឥឡូវខាងមាន brand ទៅនោះអ្នកអត់ brand ប៉ុណ្ណេះ ដាក់ខ្លួនណា ចាអញ្ចឹងលោកសួស្ដីអត់អន់ចិត្តអីណោះនេះថាបានតែប្រុសៗអញ្ចឹង បាទអត់អីទេទុកឲ្យកញ្ញាគាត់ឬគាត់សុខចិត្តអញ្ចឹងយើងក៏ព្រមដែរយើងខាងប្រុសតែខ្លាចអីមែនទេបង យើងតែអត់ brand នេះអូ ចឹងត្រៀមណាវិញ្ញាសារបស់យើងនៅវគ្គក្រោយអរគុណលោកស្រីនិងកញ្ញាទីគោរពនៃទីមេត្រីសម្រាប់ពេលនេះកម្មវិធីផ្ទះលោកតាសូមអនុញ្ញាតសម្រាប់មួយផ្លែសិនចា៎